ប្រិមិត្តបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនមកស្គាល់តំបន់កន្លែងទេសនាមួយទៀតនៅក្នុងខេត្តពោធិ៍សាត់ឥឡូវនេះខ្ញុំមកដល់ពោធិ៍សាត់ហើយបងប្អូនខ្ញុំកំពុងអង្គុយនេះគឺនៅក្នុងយើងហៅថាដងស្ទឹងសែនណាបងប្អូនឃើញមានការរៀបចំស្អាតហ្នឹងនេះបាទមានទឹករបៀបទឹកធ្លាក់ណារបៀបទឹកធ្លាក់មកណាហើយខ្ញុំអត់ហ៊ានរត់ទេបងប្អូនថ្ងៃនេះអត់ហ៊ានរត់ទេព្រោះខ្លាចធ្លាក់ទឹកហើយយើងឃើញណាបាទនោះមានបងសំណាញ់គេបងសំណាញ់យកត្រីណាហើយនៅខាងនោះបងប្អូននៅខាងនោះគឺយើងហៅថាសំពៅមាសខេត្តពោធិ៍សាត់នៅចំកណ្ដាលទីក្រុងពោធិ៍សាត់ហ្នឹងហ្មងបងប្អូនយើងឃើញសំពៅមាសបើសិនជាខ្ញុំអត់មានដ្រូនបើមានដ្រូនថតស្អាតមកមើលពីលើមកគឺឃើញនិយាយទៅរូបរាងដូចជាសំពៅណាតាមរឿងបុរាណរឿងព្រេងនិយាយតគ្នាថាកន្លែងនេះគឺជាកន្លែងសំចតរបស់សំពៅអ្នករ៉ូស៊ីពីដើមគឺគេហៅថាជួញដូរដឹកជញ្ជូនទំនិញតាមសំពៅណាអញ្ចឹងតាមស្ទឹងដងស្ទឹងសែនហ្នឹងហើយដងស្ទឹងសែនខេត្តពោធិ៍សាត់ហ្នឹងហើយអញ្ចឹងបងប្អូនយើងឃើញនេះបាទឃើញទឹកស្អាតទេនេះឃើញទឹកស្អាតទេមើលណាហើយមើលអ្នកបងត្រីនោះស្អាតណាអញ្ចឹងអ្នកមកពោធិ៍សាត់បានមកលេងពោធិ៍សាត់កុំភ្លេចមកលេងកន្លែងទឹកស្ទឹងសែនហ្នឹងហ្មងបងប្អូនយើងគេរៀបជាកន្លែងទម្លាក់ជាច្រាក់អញ្ចឹងបងប្អូនឃើញទេស្អាតហើយមានប្រព័ន្ធទប់ទឹកនៅខាងលើអញ្ចឹងមករៀបច្រាក់អញ្ចឹងមកស្អាតណាបាទស្អាតណានៅពោធិ៍សាត់មានកន្លែងតំបន់ទេសចរច្រើនទៀតហើយចាំមើលមានពេលខ្ញុំអាចនាំបងប្អូនទៅស្គាល់នៅច្រកល្អៀងទឹកជ្រោះច្រកល្អៀងខេត្តពោធិ៍សាត់ទៀតបាទអញ្ចឹងប៉ុណ្្នឹងសិនណាបងប្អូនបាទអរគុណច្រើនបាយបាយ